កសិ24ប្រជាជនខ្មែរគាំទ្រផលិតផលខ្មែរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទស៊ីវអ៊ីខ្ញុំបាទចន្ទឌីខ្ញុំបាទឧត្តមខ្ញុំបាទករណីខ្ញុំបាទសេហាពួកយើងទាំងអស់គ្នាគឺជាក្រុមការងារកសិ24យើងពិតមានសេចក្តីសុំនោះរីករាយជប៉ុនពេកក្រោយឃើញពុកម៉ែបងប្អូនទាំងអស់គ្នាសាកសួរសំណួរជាច្រើនទាំងនៅលើ Facebook Page និង Telegram ផ្លូវការរបស់កសិ24ទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញថាពុកម៉ែបងប្អូនទាំងអស់គ្នាគឺមានការខ្វាយខ្វល់ជាខ្លាំងចំពោះកសិករខ្មែរយើងថ្ងៃនេះយើងខ្ញុំទាំងអស់គ្នានឹងឆ្លើយនៅរាល់ចម្ងល់ទាំងនោះយើងស្រង់បាន13សំណួរហើយយើងនឹងឆ្លើយម្ដងមួយកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសំណួរទី1តើកសិ24ហ្នឹងគឺជាអ្វីកសិ24គឺជាគេហទំព័រមួយដែលអនុញ្ញាតឲ្យប្រជាកសិករដាក់លក់ផលិតផលកសិកម្មរបស់ពួកគាត់នៅលើគេហទំព័រមួយនេះហើយបងប្អូនដែលរស់នៅទីក្រុងភ្នំពេញបងប្អូនអាចធ្វើការបញ្ជាទិញដោយផ្ទាល់ជាមួយនឹងកសិករនៅលើគេហទំព័រមួយនេះហើយសម្រាប់បងប្អូនដែលរស់នៅតាមបណ្ដាខេត្តពួកយើងនឹងដាក់ដំណើរការនៅពេលខាងមុខកសិ24គឺបង្កើតឡើងដោយកូនខ្មែរហើយសុទ្ធសឹងតែជាកូនកសិករដោយនេះពួកយើងយល់ច្បាស់ពីផលលំបាករបស់ពួកគាត់មិនតែប៉ុណ្ណោះពួកយើងក៏យល់ច្បាស់ពីផលលំបាករបស់ពុកម៉ែបងប្អូនដែលរស់នៅទីក្រុងភ្នំពេញផងដែរបើថាពុកម៉ែបងប្អូនដែលរស់នៅបណ្ដាទីក្រុងភ្នំពេញពួកគាត់ពិតជាចង់គ្រប់គ្រងផលិតផលរបស់កសិករខ្មែរយើងណាប៉ុន្តែពួកគាត់ពិបាកក្នុងការស្វែងរកទីផ្សារមិនមានអាជីវករដែលគាត់ស្វែងរកផលិតផលរបស់កសិករខ្មែរយើងយកមកលក់នៅទីក្រុងភ្នំពេញនោះទេប៉ុន្តែតម្លៃដែលគាត់ដាក់លក់គឺមានតម្លៃខ្ពស់បន្តិចដោយសារតែគាត់មានចង់បានការចំណេញបន្ថែមនៅលើផលិតផលទាំងនេះតែផលិតផលដែលបានដាក់លក់នៅលើគេហទំព័រពួកយើងគឺជាតម្លៃមួយរបស់កសិករខ្មែរយើងដូចនេះពួកយើងធានាជូនបានថាតម្លៃអាចនឹងប្រហាក់ប្រហែលឬក៏អាចលើសបន្តិចបន្តួចទៅនឹងទំនិញដែលនាំចូលហើយចក្ខុវិស័យដ៏ធំបំផុតរបស់ពួកយើងគឺចង់ឲ្យប្រជាជនខ្មែរបានប្រើប្រាស់ផលិតផលរបស់ខ្មែរយើងដូចជាពាក្យស្លោករបស់ពួកយើងប្រជាជនខ្មែរគ្រប់គ្រងផលិតផលខ្មែរកាត់បន្ថយការប្រើប្រាស់ទំនិញពីបរទេសបាទអរគុណណាស់សម្រាប់ចម្លើយដ៏ក្បោះក្បាយមួយនេះសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាជ្រាបច្បាស់ថាអ្វីទៅជាកសិ24តោះយើងទៅសំណួរទី2បន្តទៀតតើកសិ24ហ្នឹងជួយកសិករយ៉ាងដូចម្តេចវិញបាទដោយដែលបានលើកឡើងតាមរយៈចម្លើយមុននេះបន្តិចអញ្ចឹងកសិ24របស់យើងគឺមានគោលបំណងធំគឺជួយកសិករឲ្យមានទីផ្សារនិងកាត់បន្ថយការប្រើប្រាស់ម្ហូបអាហារដែលនាំចូលពីបរទេសតើយើងនឹងជួយកសិករដូចម្តេចបាទយើងនឹងជួយគាត់តាមរយៈសកម្មភាពដូចខាងក្រោមទី1គឺជួយរកទីផ្សារជូនកសិករយើងគឺជាគេហទំព័រមួយដែលអនុញ្ញាតឲ្យកសិករគាត់អាចដាក់លក់កសិផលរបស់គាត់បានហើយក្រុមការងាររបស់យើងនឹងខិតខំផ្សព្វផ្សាយផលិតផលទាំងនោះឲ្យបានដឹងដល់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការសកម្មភាពមួយនេះគឺពិតខ្លាំងណាស់គឺត្រូវការការគាំទ្រពីពុកម៉ែបងប្អូនកសិផលមានទីផ្សារលុះត្រាតែប្រជាជនខ្មែរយើងរួមគ្នាគាំទ្រផលិតផលខ្មែរយើងពីមុនអាចថាពុកម៉ែបងប្អូនពិបាកក្នុងការរកទិញផលិតផលកសិករតែឥឡូវពុកម៉ែបងប្អូនគ្រាន់តែចូលទៅកាន់គេហទំព័ររបស់យើងពុកម៉ែបងប្អូនអាចបញ្ជាទិញបានភ្លាមពីកសិកររបស់យើងទី2ជួយឲ្យគាត់លក់បានក្នុងតម្លៃសមរម្យប្រហែលជាពុកម៉ែបងប្អូនទាំងអស់គ្នាដឹងហើយថាកសិផលរបស់កសិករយើងគឺលក់បានក្នុងតម្លៃទាបជាងទីផ្សារជាការពិតណាស់ព្រោះអ្នកដែលយកកសិផលទាំងនោះទៅលក់គឺគាត់ត្រូវការការចំណេញហើយពេលខ្លះចំណេញក្នុងចំនួនច្រើនទៀតដូចនេះពួកគាត់ត្រូវតែទិញពីកសិករយើងក្នុងតម្លៃទាបទើបអាចលក់បានចំណេញតែពេលនេះមិនដូចមុនទៀតទេកសិករយើងអាចដាក់លក់កសិផលរបស់គាត់ទៅតាមតម្លៃទីផ្សារជាក់ស្ដែងដោយមិនមានអ្នកចាំយកចំណេញពីលើពួកគាត់ទៀតឡើយទី3ជួយជំរុញឲ្យគាត់ខិតខំពង្រីកការដាំដុះបន្ថែមជាការពិតណាស់ប្រសិនបើមានការគាំទ្រផលិតផលកសិករខ្មែរយើងច្រើនកសិកររបស់យើងនឹងខិតខំប្រឹងប្រែងក្នុងការដាំដំណាំតាមអ្វីដែលគាត់អាចធ្វើទៅបានជាក់ស្ដែងសប្តាហ៍ថ្ងៃនេះនៅតាមជួររបងផ្ទះរបស់កសិករយើងគឺសឹងតែឡើងមានដំណាំទៅហើយក៏ដោយសារតែពួកគាត់ដាំត្រឹមតែពិសាក្នុងក្រុមគ្រួសារគឺមិនត្រូវការច្រើនទេដូចនេះយើងនឹងសង្ឃឹមថានៅតាមបរិវេណផ្ទះរបស់កសិករខ្មែរយើងនឹងខៀវសម្ងាត់ពោពេញទៅដោយដំណាំដើម្បីផ្គត់ផ្គង់ជូនពុកម៉ែបងប្អូនអ្នកទីក្រុងទី4ជួយឲ្យគាត់មានជីវភាពល្អប្រសើរឡើងមិនខុសនោះទេនៅពេលដែលកសិផលរបស់គាត់អាចដាក់លក់បាននៅលើទីផ្សារនឹងមានតម្រូវការច្រើនពីពុកម៉ែបងប្អូននោះគាត់អាចនឹងរកចំណូលបានបន្ថែមទៀតដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារហើយពួកយើងនឹងជឿជាក់ថាប្រសិនបើបែបនោះមែនកសិកររបស់យើងនឹងមានជី
ជីវភាពល្អប្រសើរឡើងមិនខាន បាទប៉ុណ្ណាហើយទាំងនេះគឺគ្រាន់តែជាចំណុចសំខាន់ដែលយើងបានធ្វើការជាមួយកសិករយើងនៅមានរឿងជាច្រើនទៀតដែលនឹងត្រូវធ្វើការជាមួយពួកគាត់តោះយើងបន្តទៅសំណួរទី3តើធ្វើដូចម្ដេចបានដឹងថាទំនិញហ្នឹងបានទិញពីកសិករពិតមែន បាទសំណួរនេះពិតជាគួរឲ្យចាប់អារម្មណ៍ដោយសារទីផ្សារយើងធ្លាប់មានរឿងមិនល្អនេះកើតឡើងបងប្អូនខ្លះគាត់យកផលិតផលមកពីក្រៅប៉ុន្តែគាត់ថាអាហ្នឹងជារបស់កសិករវាខុសពីក្រុមការងារកសិ24យើងបានចុះទៅស្វែងរកកសិករគំរូដល់គេអត្ថានបញ្យល់គាត់ឲ្យយល់ច្បាស់អំពីយើងមុននឹងគាត់សម្រេចចិត្តដាក់លក់នៅលើគេហទំព័រយើងហើយនៅលើគេហទំព័រយើងនេះទៀតសោតបានបង្ហាញយ៉ាងច្បាស់នៅអាសយដ្ឋានរូបភាពទីតាំងរបស់គាត់មិនមែនគ្រាន់តែថានឹងជាផលិតផលកសិករខ្មែរហើយក្រុមកសិ24យើងនេះសុទ្ធតែជាកូនកសិករយើងដឹងច្បាស់ពីផលលំបាករបស់គាត់យើងបង្កើតកសិ24នេះឡើងអត់មានដំណងអីផ្សេងក្រៅពីរកទីផ្សារឲ្យគាត់ទេ បាទប៉ុណ្ណាការរកទីផ្សារជូនកសិករគឺជារឿងសំខាន់សម្រាប់ក្រុមការងារយើងខ្ញុំតោះបន្តទៅសំណួរទី4បន្តទៀតតើទំនិញហ្នឹងទិញពីកសិករយកមកស្តុកទុកមែនទេ បាទពួកយើងមិនយកផលិតផលរបស់ប្រជាកសិករខ្មែរមកស្តុកទុកនោះទេលើកលែងតែមានការស្នើសុំពីអតិថិជនរបស់ពួកយើងឲ្យក្រុមការងារកសិ24រក្សាទុកនៅរាល់ផលិតផលរបស់គាត់បានបញ្ជាទិញរងចាំនៅពេលដែលគាត់ទំនេរអាចមកទទួលទំនិញនោះបានការដែលយើងមិនស្តុកទុកនោះដើម្បីឲ្យធានាបានថារាល់ផលិតផលដែលពុកម៉ែបងប្អូនធ្វើការបញ្ជាទិញគឺបានទិញផ្ទាល់ពីប្រជាកសិកររបស់ពួកយើងពោលគឺមិនមែនជាផលិតផលដែលបានទិញមកស្តុកទុកសម្រាប់លក់នៅឡើយ នេះហើយគឺជាភាពខុសឆ្លាស់រវាងទីផ្សារដែលគេយកមកលក់នៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន បាទពិតណាស់យើងមិនស្តុកទុកទំនិញទេការធ្វើបែបនេះគឺមានតម្លាភាពដូចនេះពុកម៉ែបងប្អូនអាចទុកចិត្តបានតោះទៅសំណួរបន្តទៀតតើដឹកទំនិញឲ្យដល់ផ្ទះដែរឬទេ បាទប៉ុណ្ណាពួកយើងអាចជួយដឹកជញ្ជូនទំនិញរបស់ពុកម៉ែបងប្អូនដល់គេហដ្ឋានមួយវិញទៀតពួកយើងក៏មាន promotion ក្នុងការដំណើរការសាកល្បងរបស់ពួកយើងផងដែរចំពោះដល់ពុកម៉ែបងប្អូនដែលរស់នៅក្នុងទីក្រុងដោយការដឹកទំនិញរបស់ពួកយើងគឺមិនបានគិតថ្លៃអ្វីទេមិនតែប៉ុណ្ណោះក្រុមការងារពួកយើងក៏ធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃការបញ្ជាទិញរបស់ពុកម៉ែបងប្អូនផងដែរដូចនេះពុកម៉ែបងប្អូនអាចធ្វើការត្រួតពិនិត្យរាល់ទំនិញដែលបងប្អូនបានទិញនៅលើគេហទំព័ររបស់ពួកយើង ក្រុមការងារពួកយើងនឹងធ្វើការតាក់ទងទៅពុកម៉ែបងប្អូនដើម្បីជូនដំណឹងជាមុនអំពីការមកដល់នៃទំនិញមុននឹងធ្វើការដឹកជញ្ជូនដល់ពុកម៉ែបងប្អូន បាទដូចនេះត្រៀមគ្រប់គ្រងទាំងអស់គ្នាណាយើងមានកម្មវិធី promotion ជាច្រើនទៀតនៅថ្ងៃបើកដំណើរការសាកល្បងរបស់ពួកយើងដើម្បីកុំឲ្យឱកាសនេះរំលងទៅពុកម៉ែបងប្អូនសូមចុច like page និង join Telegram ផ្លូវការរបស់កាស24តោះយើងបន្តទៅសំណួរទី6បន្តទៀតតើពួកយើងនឹងបើកដំណើរការនៅថ្ងៃណា បាទទាំងបងប្អូនប្រជាកសិករទាំងក្រុមការងាររបស់យើងខ្ញុំបាទគឺចង់ឲ្យកសិ24ឆាប់បានដំណើរការក្នុងពេលឆាប់ៗណាស់ក៏ប៉ុន្តែក្រុមការងារយើងខ្ញុំមានរឿងជាច្រើនដែលត្រូវធ្វើដើម្បីធានាបានថាដំណើរការនៃការបញ្ជាទិញការវិខ្ជាប់ការដឹកជញ្ជូនដំណើរការបានយ៉ាងល្អប្រសើរជាជាងការឆាប់បើកដំណើរការក៏ប៉ុន្តែមានបញ្ហាច្រើនកើតឡើងតែយ៉ាងណានៅពេលនេះយើងបានសម្រេចប្រមាណជាង 95% ហើយយើងនឹងបើកដំណើរការសាកល្បងក្នុងពេលឆាប់ៗខាងមុខក្រុមការងាររបស់យើងខ្ញុំនឹងជូនដំណឹងដល់ពុកម៉ែបងប្អូននៅក្នុងពេលខាងមុខនៅពេលដែលយើងធ្វើការបើកដំណើរការសាកល្បង បាទយើងគឺពិតជាចង់ឲ្យវាឆាប់ដំណើរការជាខ្លាំងយើងសង្ឃឹមថាអ្វីៗនឹងរួចរាល់នៅក្នុងពេលដ៏ខ្លីខាងមុខនេះសូមសំណួរបន្តបើទិញត្រូវបង់លុយមុនមែនទេ មិនមែនទេកសិ24មិនតម្រូវឲ្យពុកម៉ែបងប្អូនធ្វើការបង់ប្រាក់មុនទេដើម្បីជាទំនុកចិត្តទាំងអស់គ្នាតែក្រុមការងារយើងខ្ញុំគឺលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនធ្វើការបង់ប្រាក់មុនមកកាន់ក្រុមការងាររបស់យើងក៏ព្រោះថាក្រុមការងារយើងគឺត្រូវការបង់ប្រាក់មុនជាចាំបាច់ទៅកាន់កសិកររបស់យើង បាទយើងមិនតម្រូវទេតែយើងលើកទឹកចិត្តឲ្យបង់ប្រាក់ជាមុនបើយើងចង់ឲ្យកសិករគាត់លក់ភ្លាមគាត់ឃើញលុយភ្លាមវាជាកម្លាំងចិត្តដល់ពួកគាត់តោះបន្តទៅសំណួរទី8បើទំនិញខូចតើគិតយ៉ាងម៉េច បាទយើងទទួលខុសត្រូវ 100% លើតំណែងដែលខូចដែលយើងទៅតាមកិច្ចព្រមព្រៀងទិញនិងលក់នៅពេលតំណែងមកដល់ក្រុមការងារយើងនឹងត្រួតពិនិត្យគុណភាពជាមុនបើសិនជាតំណែងនឹងមានបញ្ហាយើងនឹងជូនដំណឹងទៅដល់បងប្អូនជាមុនបើសិនជាបងប្អូនទទួលយកបានយើងនឹងធ្វើការដឹកជញ្ជូនជូនទៅតាមបងប្អូនប៉ុន្តែបើសិនជាបងប្អូនទទួលយកមិនបានទេយើងនឹងធ្វើការបញ្ជាទិញសារជាថ្មីនៅតំណែងដែលខូចនោះឬបើសិនជាបងប្អូនឡើងចង់បានហើយ
យើងនឹងធ្វើការសងត្រឡប់ជាទឹកប្រាក់ទៅកាន់បងប្អូនវិញនៅតំណែងដែលខូចនោះ បាទដូចនេះពុកម៉ែបងប្អូនកុំបារម្ភពួកយើងនឹងទទួលខុសត្រូវតោះបន្តទៅសំណួរទី 9 បើចង់ទិញគេធ្វើយ៉ាងដូចម្ដេច ដើម្បីធ្វើការបញ្ជាទិញពុកម៉ែបងប្អូនអាចចូលទៅកាន់គេហទំព័រ kaset24.com រួចធ្វើការជ្រើសរើសមុខទំនិញដែលបងប្អូនចង់ទិញនៅលើគេហទំព័ររបស់យើងខ្ញុំគឺមានភាពងាយស្រួលណាស់ក្នុងការបញ្ជាទិញដោយទំនិញនីមួយៗបានបង្ហាញនៅតម្លៃអ្នកលក់និងទីតាំងរបស់អ្នកលក់និងរយៈពេលដឹកជញ្ជូនមិនតែប៉ុណ្ណោះពុកម៉ែបងប្អូនទាំងអស់គ្នាអាចតាមដានស្ថានភាពទំនិញរបស់បងប្អូនបានផងដែរក្រុមការងាររបស់យើងក៏មានវីដេអូបង្រៀនពីរបៀបបញ្ជាទិញនៅលើគេហទំព័ររបស់ពួកយើងផងដែរដែលអាចរកបាននៅក្នុង Channel YouTube ផ្លូវការរបស់យើងដែលមានឈ្មោះថា Kaset24 ឬបងប្អូនអាច scan QR code នេះដើម្បីចូលទៅកាន់ YouTube Channel របស់ពួកយើងពុកម៉ែបងប្អូនមិនត្រឹមតែអាចធ្វើការបញ្ជាទិញតាមរយៈគេហទំព័ររបស់យើងនោះទេអ្នកទាំងអស់គ្នាក៏អាចធ្វើការបញ្ជាទិញតាមរយៈ Facebook Page ឬ Telegram របស់ Kaset24 បានផងដែរដោយគ្រាន់តែប្រាប់ពីចំណេញនិងកសិករដែលអ្នកចង់ទិញឬខេត្តនោះក្រុមការងារយើងខ្ញុំនឹងជ្រើសរើសជម្រើសដ៏ល្អជូនពុកម៉ែបងប្អូន បាទពិតជាងាយស្រួលខ្លាំងណាស់សម័យ digital អ្វីៗគឺងាយស្រួលបែបនេះតោះទៅសំណួរទី 10 ហេតុអ្វីបានត្រូវទិញពី Kaset24 បាទពិតណាស់គឺមានទីផ្សារស្រាប់ហើយដែលបានលើកយកកសិផលរបស់ប្រជាកសិករយកមកលក់នៅទីក្រុងភ្នំពេញប៉ុន្តែពេលនេះខ្ញុំនឹងបញ្ចូលពុកម៉ែបងប្អូនថាហេតុអីបានពុកម៉ែបងប្អូនគួរតែជ្រើសរើស Kaset24 ដើម្បីជាជម្រើសសម្រាប់ធ្វើការបញ្ជាទិញពីកសិករយើងទី1ពុកម៉ែបងប្អូនបានធ្វើការបញ្ជាទិញដោយផ្ទាល់ជាមួយនឹងកសិករហើយការដែលបងប្អូនធ្វើការបញ្ជាទិញដោយផ្ទាល់ជាមួយនឹងកសិករបែបនេះនោះពួកគាត់នឹងទទួលបានតម្លៃមួយដែលសមរម្យទៅតាមទីផ្សារជាជាងការលើកយកអីវ៉ាន់របស់គាត់យកទៅឲ្យឈ្មួញកណ្ដាលហើយបន្តមកឈ្មួញកណ្ដាលក៏ដោយទៅលក់ទៅលើទីផ្សារបន្តទី2ពុកម៉ែបងប្អូនគ្រាន់តែធ្វើការបញ្ជាទិញនៅលើគេហទំព័ររបស់ពួកយើងនោះបានន័យថាពុកម៉ែបងប្អូនកំពុងតែជួយគ្រប់គ្រងផលិតផលរបស់ខ្មែរយើងពលគឺជួយលើកកម្ពស់វិស័យកសិកម្មរបស់ខ្មែរយើងទី3ចូលរួមកាត់បន្ថយការនាំចូលទំនិញពីបរទេសចំណុចនេះគឺសំខាន់ខ្លាំងណាស់ដោយពួកយើងទាំងអស់គ្នាកំពុងតែមានការព្រួយបារម្ភទៅលើម្ហូបអាហារដែលយើងកំពុងបរិភោគជាប្រចាំថ្ងៃយើងដឹងច្បាស់ហើយថាប្រទេសជិតខាងរបស់ពួកយើងគឺជាប្រទេសដែលកំពុងរីកចម្រើនខ្លាំងដូចនេះការប្រើប្រាស់សារធាតុគីមីក្នុងការដាំដុះរបស់ពួកគាត់ក៏ច្រើនទៅតាមនោះដែរនិយាយបែបនេះមិនមែនបានន័យថាកសិករខ្មែរយើងមិនប្រើប្រាស់សារធាតុគីមីក្នុងការដាំដំណាំដាំដុះនោះទេប៉ុន្តែពួកយើងដឹងច្បាស់ហើយថាការប្រើប្រាស់សារធាតុគីមីរបស់ពួកគាត់គឺនៅមានកម្រិតទាបនៅឡើយបើនិយាយអំពីដំណាំដែលនៅជុំវិញផ្ទះពួកគាត់វិញគឺសឹងតែធម្មជាតិ 100% តែម្ដងបើនិយាយអំពីការចិញ្ចឹមមាន់ទាគោក្របីគឺជាការចិញ្ចឹមតាមបែបធម្មជាតិនិងលក្ខណៈគ្រួសារចំណែកឯត្រីវិញគឺពួកគាត់រកតាមទន្លេបឹងបួហើយដូចនេះគឺយើងទុកចិត្តបានក្នុងការបរិភោគការកាត់បន្ថយការនាំចូលទំនិញពីបរទេសមិនត្រឹមតែមានគុណសម្បត្តិប៉ុណ្ណេះទេវាក៏ជួយដល់សេដ្ឋកិច្ចយើងខ្លះផងដែរពោលគឺយើងមិនបានយកលុយយើងយកទៅទិញផលិតផលពីបរទេសយើងអាចនិយាយបានថាអ្នកបរិភោគគាត់ទទួលបានសុខភាពហើយចំណែកឯកសិករគាត់ទទួលបានថវិកាដើម្បីជួយដល់គ្រួសារគាត់ទី4ងាយស្រួលនិងចំណេញពេលវេលាមុខទំនិញទាំងអស់ត្រូវបានដាក់បង្ហាញពីតម្លៃហើយនឹងរូបភាពច្បាស់លាស់ដូចនេះពុកម៉ែបងប្អូនមិនចាំបាច់ហត់នឹងសួរពីព័ត៌មាននិងតម្លៃអ្វីទៀតទេពោលគឺមានដាក់បង្ហាញយ៉ាងលម្អិតជូនពុកម៉ែបងប្អូនរួចទៅហើយម្យ៉ាងវិញទៀតពុកម៉ែបងប្អូនគ្រាន់តែធ្វើការនៅលើទូរស័ព្ទឬក៏កុំព្យូទ័រនោះពុកម៉ែបងប្អូនក៏អាចធ្វើការបញ្ជាទិញនៅរាល់ទំនិញពីគេហទំព័ររបស់យើងបានសម្រាប់បងដែលជាចុងភៅប្រចាំគ្រួសារគឺវាមានការចំណេញពេលខ្លាំងណាស់សម្រាប់ពួកគាត់គ្រាន់តែព្រឹកឡើងគាត់នៅកន្លែងណាក៏បានគាត់គ្រាន់តែយកទូរស័ព្ទរបស់គាត់មកធ្វើការបញ្ជាទិញពីគេហទំព័ររបស់ពួកយើងហើយល្ងាចឡើងទំនិញនឹងមកដល់ផ្ទះរបស់ពួកគាត់បន្ទាប់ពីគាត់មកពីធ្វើការវិញទី5តម្លៃសមរម្យជាការពិតណាស់រាល់ទំនិញរបស់ពួកយើងគឺដែលដាក់លក់នៅលើគេហទំព័ររបស់ពួកយើងគឺមានតម្លៃសមរម្យដូចនេះពុកម៉ែបងប្អូនអាចធ្វើការជ្រើសរើសទំនិញណាមួយទៅតាមតំបន់ដែលបងប្អូនចង់បានសួរថាហេតុអីបានជាតម្លៃអស់ហ្នឹងវាមានតម្លៃផ្សេងគ្នាជាទូទៅនៅតាមតំបន់មួយវាមានភោគផលផ្សេងគ្នាហើយដូចនេះតម្លៃក៏វាប្រែប្រួលទៅតាមនោះដែរវាអាស្រ័យទៅលើពុកម៉ែបងប្អូនដែលចង់សាករសជាតិនៅតាមតំបន់ណាដែលបងប្អូនចង់សាកប៉ុណ្ណោះនៅមានចំណុចជាច្រើនទៀតដែលពួកយើងជឿជាក់ថាពុកម៉ែបងប្អូននឹងជួយគ្រប់គ្រងហើយនឹងជួយធ្វើការបញ្ជាទិញពីគេហទំព័ររបស់ពួកយើងព្រោះយើងជាខ្មែរហើយយើងគួរតែជួយគ្រប់គ្រងផលិតផលខ្មែរយើងប្រជាជនខ្មែរគ្រប់គ្រងផលិតផលខ្មែរបាទក្រុមការងារយើងខ្ញុំធ្វើការងារមួយនេះដោយមោទនភាពជាខ្លាំង
ដោយក្តីស្រឡាញ់ទាំងស្នាមញញឹមដោយការសង្ឃឹមនិងរីករាយជាពន់ពេកតោះយើងសល់តែ3សំណួរទៀតទេអញ្ចឹងយើងចូលដល់សំណួរទី11តើកសិ24ហ្នឹងជួយសហគមន៍កសិកម្មយ៉ាងដូចម្តេចស្រដៀងទៅនឹងសំណួរទី2ដែលក្រុមការងារយើងបានឆ្លើយមុននេះបន្តិចដែរតែពេលនេះខ្ញុំសូមសង្ខេបខ្លីជូនក្រុមការងារយើងគឺជួយប្រជាកសិករខ្មែរអាចលក់ផលិតផលកសិកម្មរបស់គាត់ហើយបានក្នុងតម្លៃសមរម្យផងដែរយើងនឹងជួយឲ្យជំនាញផ្ទះប្រជាកសិករខ្មែរយើងពោពេញទៅដោយបន្លែផ្លែឈើបៃតងខ្ចីនិងជ្រូកមាន់ទាគោក្របីជាជាងគាត់ទុកដីចោលទំនេរយើងខ្ញុំជាកូនកសិករខ្ញុំដឹងច្បាស់ពួកគាត់ទុកដីចោលទំនេរមិនមែនមកពីពួកគាត់ខ្ជិលនោះទេតែមកពីពេលដែលពួកគាត់ដាំបានមិនដឹងថាយកទៅលក់នៅឯណាដោយគ្រាន់តែននងមួយទ្រើងទុំចាស់ខូចអស់បេះហូបសឹងតែមិនទាន់ខណៈដែលពុកម៉ែបងប្អូននៅភ្នំពេញរកននងធម្មជាតិហូបសឹងតែមិនបានបាទពិតណាស់ខ្ញុំគ្រាន់តែស្រមៃឃើញរូបភាពផ្ទះរបស់ប្រជាកសិករយើងមានបន្លែធម្មជាតិបៃតងខ្ចីជុំវិញផ្ទះគាត់ខ្ញុំក៏រីករាយណាស់ដែរតោះយើងសូមបន្តទៅសំណួរទី12បន្ទាប់គាត់លើកឡើងថាគាត់ពិបាករកទិញផលិតផលរបស់ខ្មែរបាទនៅពេលដែលកសិ24យើងចាប់ផ្ដើមបើកដំណើរការនោះពុកម៉ែបងប្អូននឹងមានភាពងាយស្រួលខ្លាំងក្នុងការទិញកសិផលខ្មែរយកទៅបរិភោគដោយគ្រាន់តែពុកម៉ែបងប្អូននៅផ្ទះក៏អាចធ្វើការបញ្ជាទិញទំនិញបានផងដែរសូមបន្តទៅកាន់សំណួរទី13ដែលជាសំណួរចុងក្រោយនៃកម្មវិធីរបស់យើងតើកសិ24នឹងជួយកសិករដែលជាអ្នកចិញ្ចឹមនិងអ្នកដាំដំណាំបែបណាឲ្យគាត់មានកម្លាំងចិត្តក្នុងការដាំដំណាំនិងចិញ្ចឹមសត្វហើយការជួយនោះមានផែនការនិងការជួយបែបណាដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការកំណត់ភាពជាក់លាក់រវាងអ្នកដាំអ្នកទិញយកមកលក់និងអ្នកទិញយកទៅបរិភោគបាទដើម្បីជំរុញទឹកចិត្តដល់កសិករក្នុងការដាំដុះនិងចិញ្ចឹមសត្វគឺងាយស្រួលវាមានតែពីរចំណុចទេទី1គឺទីផ្សារទី2គឺតម្លៃដោយក្រុមការងារយើងបានដាក់លក់ផលិតផលរបស់ពួកគាត់នៅលើគេហទំព័រអញ្ចឹងទីផ្សារហ្នឹងវាធំទូលាយវាមិនមែនដូចជាទីផ្សារដែលឈ្មោះម្នាក់ពីរនាក់នៅក្នុងសហគមន៍ទិញពីគាត់ទេមួយទៀតក៏តាមតម្លៃយើងមិនមែនវាឈ្មោះកណ្ដាលទេអញ្ចឹងគាត់លក់បាននៅក្នុងតម្លៃសមរម្យមិនមែនជាតម្លៃដែលឈ្មោះដាក់ចំណេញពីលើគាត់ហើយទេបាទចំពោះផែនការដែលកំណត់រមានភាពជាក់លាក់នោះគឺក្រុមការងាររបស់យើងបានដាក់គោលដៅតាមដំណាក់កាលពួកយើងបានចុះទៅបង្រៀនដល់កសិករផ្ទាល់ឲ្យគាត់ដឹងទៅធ្វើដូចបន្តិចមកពេលមានការបញ្ជាទិញត្រូវដឹកជញ្ជូនបែបណាត្រូវវិខ្ចប់បែបណាហើយការបង្រៀននោះមិនមែនធ្វើតែម្ដងទេពួកយើងនឹងនៅគ្រប់គ្រងពួកគាត់ជានិច្ចដើម្បីធានាឲ្យបានផលិតផលទាំងអស់មានគុណភាពនិងសេវាកម្មល្អដែលអាចឲ្យអតិថិជនទទួលយកបានវាជាកង្វល់ដ៏ធំរបស់ពួកយើងព្រោះបងប្អូនគ្រប់គ្រងផលិតផលរបស់កសិករខ្មែរប៉ុន្តែបែរជាបានផលិតផលមួយដែលមិនដូចបំណងអរគុណក្រុមការងារទាំងអស់គ្នាដែលបានឆ្លើយសំណួរទាំង13ទាំងអស់បានសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាបានស្វែងយល់ច្រើនអំពីកសិ24ហើយក៏សង្ឃឹមទៀតថាពុកម៉ែបងប្អូនទាំងអស់គ្នាគ្រប់គ្រងពួកយើងពុកម៉ែបងប្អូនគ្រប់គ្រងកសិ24គឺមានន័យថាពុកម៉ែបងប្អូនគ្រប់គ្រងកសិករខ្មែរយើងវីដេអូនេះដូចជាវិញបន្តិចហើយប្រសិនបើពុកម៉ែបងប្អូនមានចម្ងល់អាច comment ឬក៏ផ្ញើសារតាមរយៈ Messenger ឬ Telegram ក្រុមការងារយើងខ្ញុំរីករាយនឹងឆ្លើយនៅរាល់សំណួរទាំងអស់សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អដើម្បីបន្តរុញនាវាកម្ពុជាទៅមុខបន្តទៀតគណៈវេលានេះយើងខ្ញុំទាំងអស់គ្នាដែលជាក្រុមការងារកសិកម្ម24សូមអរគុណនិងសូមជម្រាបលា